សួស្តីអ្នកទាំងអស់គ្នាវិលមកជួប Admin Star ជាថ្មីនៅក្នុងសាច់រឿងអ្នកសង្គ្រោះបេះដូងលាក់មុខដែលជាភាគទី16ហើយមុននឹងចូលមកដល់សាច់រឿងហ្នឹង Admin ស្នើពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Like និងរូបកណ្ដឹងដល់ Channel ថ្មីរបស់ Admin ម្នាក់មួយផងតោះឥឡូវនេះយើងចូលទៅដល់សាច់រឿងហ្នឹងតែម្ដងទៅបន្ទាប់ពីពួកគេហ្នឹងបានចាក់ចេញពីកន្លែងហ្នឹងផុតទៅគេក៏បានកាត់ចូលមកដល់ Healer នៅវិញម្ដងឥឡូវហ្នឹងក៏បានមកតាមរកមនុស្សម្នាក់ដែលមានឈ្មោះថាគីមយ៉ងហ៊ុនដោយសារគាត់បានដឹងថាលោកពូម្នាក់ហ្នឹងគឺជាអ្នកស៊ើបអង្កេតនៅក្នុងឆ្នាំ1992ទើបបានជាគេនឹងមកសួរថាតើលោកពូម្នាក់ហ្នឹងមានបានដឹងឯកសារលោកប៉ារបស់គាត់នៅក្នុងឆ្នាំ1992ហ្នឹងអត់ហើយតើលោកពូម្នាក់ហ្នឹងមានបានស៊ើបអង្កេតរឿងក្តីលោកប៉ារបស់គេដែរឬទេប៉ុន្តែលោកពូម្នាក់គឺគាត់មិនបានឆ្លើយតបជាមួយនឹង Healer នោះទេគឺគាត់ធ្វើជាមិនដឹងមិនឮតែម្ដងបន្ទាប់មកហ្នឹងកូនស្រីរបស់គាត់ហ្នឹងក៏បានប្រាប់ថាការពិតទៅលោកប៉ារបស់គាត់ហ្នឹងគឺត្រូវបានគេបណ្ដេញចេញដោយសារតែលោកប៉ារបស់ Healer ហ្នឹងចំណែក Healer ហ្នឹងគឺគាត់មិនជឿថាលោកពូម្នាក់ហ្នឹងគឺត្រូវបានគេបណ្ដេញចេញដោយសារតែលោកប៉ារបស់គេនោះទេហើយក៏បានជជែកគ្នាចុះឡើងទៅសារតែគេបានដឹងថាការពិតទៅអ្នកដែលបានគេដេញចេញដោយសារតែលោកប៉ារបស់គាត់ហ្នឹងគឺមានឈ្មោះថាលោកផាដងឈុលហើយគេក៏បានជជែកជាមួយនឹង hacker ចុះឡើងទៅស្រាប់តែ hacker ហ្នឹងគេក៏បានឃើញថាយ៉ងស៊ីនឥឡូវហ្នឹងគឺកំពុងតែនៅកន្លែងក្រុមហ៊ុនរបស់ Moonsik ហើយគេហ្នឹងក៏បានប្រាប់ Healer ឲ្យបានដឹងនោះដែរគេហ្នឹងក៏បានខលទៅកាន់មុនហោនឹងតែម្ដងបានប្រាប់ថាឥឡូវហ្នឹងយ៉ងស៊ីនគឺកំពុងតែនៅក្នុងក្រុមហ៊ុនរបស់ Moonsik ហើយគាត់ហ្នឹងមិនបានប្រាប់ឲ្យ Healer បានដឹងនោះទេដោយសារតែឥឡូវហ្នឹង Healer គឺគាត់នៅឆ្ងាយពីកន្លែងនោះអីអញ្ចឹងទៅណាទើបបានជាគាត់ហ្នឹងប្រាប់មុនហោហ្នឹងឲ្យបានដឹងហើយគាត់ហ្នឹងបានប្រាប់ឲ្យមុនហោហ្នឹងទៅជួយយកយ៉ងស៊ីនហ្នឹងត្រឡប់មកវិញផងរីឯយ៉ងស៊ីននៅវិញត្រូវបាន Moonsik ហ្នឹងគេក៏បាននាំគាត់ហ្នឹងមកកាន់ក្រុមហ៊ុនរបស់គេគឺមិនបាននាំយ៉ងស៊ីនរបស់យើងហ្នឹងទៅផ្ទះរបស់គេនោះទេចំណែកយ៉ងស៊ីនហ្នឹងគាត់បានប្រាប់ថាគាត់គឺត្រូវដល់ម៉ោងទៅជួបជាមួយនឹងប្រពន្ធរបស់ Moonsik ហ្នឹងហើយគឺគាត់សុំទៅជួបជាមួយនឹងប្រពន្ធគាត់អីអញ្ចឹងទៅណាប៉ុន្តែ Moonsik ហ្នឹងគេហាមគេប្រាប់ថាមិនឲ្យយ៉ងស៊ីនហ្នឹងទៅជួបជាមួយនឹងប្រពន្ធរបស់គេនោះទេដោយសារតែមនុស្សនៅក្បែរខ្លួនរបស់យ៉ងស៊ីនហ្នឹងគឺជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់គឺមានដូចជា Healer ជាដើមគឺគេនឹងមិនទុកចិត្តទៅលើ Healer ទៅគេនឹងមិនឲ្យយ៉ងស៊ីននឹងជួបជាមួយនឹងប្រពន្ធរបស់គេឡើយបន្ទាប់មកហ្នឹងគេក៏បានបង្ហាញមិត្តភ័ក្តិរបស់គេនឹងឲ្យបានដឹងថានេះគឺជារូបគេហើយម្នាក់ស្រីនេះគឺជាប្រពន្ធរបស់គេចំណែកម្នាក់ប្រុសនេះវិញគឺជាលោកប៉ារបស់ Healer រីឯម្នាក់ប្រុសនេះគឺជាលោកគ្រូរបស់ Healer អញ្ចឹងទៅណាបន្ទាប់ពីណែនាំរឿងរ៉ាវទាំងអស់ហ្នឹងឲ្យបានដឹងហើយហ្នឹងគេក៏បានប្រាប់ថាការពិតទៅលោកគ្រូរបស់ Healer ហ្នឹងគឺជា Healer ចំនួនទី1បន្ទាប់មកហ្នឹងគេក៏បានបង្រៀនឲ្យ Healer ហ្នឹងคล้ายខ្លួនធ្វើជា Healer បន្ទាប់ពីគេហ្នឹងដើម្បីធ្វើការនៅពេលយប់ហើយនៅពេលដែលមាននរណាម្នាក់ជួគេឲ្យលុយច្រើនអញ្ចឹងនៅពេលនោះមិនថាការងារអ្វីនោះទេគឺគេហ្នឹងធ្វើទាំងអស់តែម្ដងហើយនៅក្នុងពេលហ្នឹងផងដែរហ្នឹង Moonsik ហ្នឹងគេក៏បានដឹងថា Healer ហ្នឹងគឺជាជង្ហូដែលជា Healer របស់យើងហ្នឹងឯណាគាត់ហ្នឹងក៏បានប្រាប់ទៅកាន់យ៉ងស៊ីនថា Healer ជាមួយនឹង Moonho ហ្នឹងគឺបានរួមសហការគ្នាដើម្បីធ្វើរឿងខុសច្បាប់មួយប្រឆាំងជាមួយនឹងគាត់អញ្ចឹងហើយហ្នឹងក៏បានសុំឲ្យយ៉ងស៊ីនហ្នឹងជួយគាត់ផងដើម្បីកុំឲ្យ Moonho ជាមួយនឹង Healer ហ្នឹងប្រព្រឹត្តបទឧក្រិដ្ឋកម្មហ្នឹងកាន់តែធំនិយាយរួចហើយហ្នឹង Moonsik ហ្នឹងគេក៏បានឲ្យយ៉ងស៊ីនហ្នឹងជួបជាមួយនឹងអ្នកស៊ើបអង្កេតរបស់គេដើម្បីឲ្យអ្នកស៊ើបអង្កេតម្នាក់ហ្នឹងជួយបញ្យល់ទៅកាន់យ៉ងស៊ីនហ្នឹងឲ្យបានដឹងច្បាស់ជាងហ្នឹងរួចហើយហ្នឹងគេក៏បានយកយ៉ងស៊ីនហ្នឹងមកអង្គុយនៅកន្លែងនេះមួយនេះរួចហើយហ្នឹងម្នាក់ប្រុសហ្នឹងគេក៏បានប្រាប់ថា Healer ហ្នឹងគឺជាអ្នកសម្លាប់សងឈុលមិនត្រឹមតែប៉ុណ្ណឹងនោះទេ Healer ហ្នឹងគឺបានយកវីដេអូពីលោកហ្វាងហើយបន្ទាប់ពីគាត់ហ្នឹងបានយកវីដេអូពីលោកហ្វាងហ្នឹងហើយស្រាប់តែធ្វើឲ្យលោកហ្វាងហ្នឹងស្លាប់ទៀតអញ្ចឹងគេសង្ស័យថា Healer ហ្នឹងក៏ជាអ្នកសម្លាប់លោកហ្វាងហ្នឹងផងដែរបន្ទាប់មកហ្នឹងគេក៏បានប្រាប់នៅក្នុងឆ្នាំ1992គេប្រាប់ថាលោកប៉ារបស់ Healer ហ្នឹងគឺជាអ្នកសម្លាប់មិត្តភក្តិរបស់ខ្លួនឯងដូច្នេះឥឡូវនេះហ្នឹងគេក៏បានសង្ស័យថា Healer ហ្នឹងគឺជាអ្នកសម្លាប់មនុស្សដូចគ្នាដែរអញ្ចឹងនៅពេលដែលគេនោះបានប្រាប់ទៅកាន់ចុងស៊ីនរួចអស់ហើយហ្នឹងស្រាប់តែម្នាក់ស្រីនេះគេក៏បានខលទៅកាន់ពួកគេទាំងអស់គ្នានឹងប្រាប់ថាឥឡូវហ្នឹង Healer ហ្នឹងគឺបានមករកប៉ារបស់គេហើយប៉ុន្តែគេបានប្រាប់ថាលោកផាដងឈោហ្នឹងគឺត្រូវបានក្រុមប៉ូលីសហ្នឹងដេញចេញដោយសារតែលោកប៉ារបស់ Healer ហ្នឹងអញ្ចឹងនៅពេលដែលពួកគេហ្នឹងជជែកគ្នារួចអស់ហើយហ្នឹងយ៉ងស៊ីនហ្នឹងគេក៏បានត្រឡប់មកវិញហើយក៏បានជួបជាមួយនឹង Moonho នៅកន្លែងហ្នឹងផងដែរបន្ទាប់មក Moonho ហ្នឹងគេក៏បាននាំយ៉ងស៊ីនហ្នឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅកន្លែងនេះយ៉ងស៊ីនហ្នឹងគេក៏បាននិយាយថាលោក Moonsik ហ្នឹងបានដឹងថា Healer ហ្នឹងគឺជាជង្ហូហើយលោក Moonsik ហ្នឹងថែមទាំងបានប្រាប់គាត់ថា Moonho ជាមួយនឹង Healer ហ្នឹងគឺរួមដៃគ្នាដើម្បីធ្វើបាបគាត់អញ្
ចឹងហើយនឹងគាត់ក៏សួរថាតើមុនហូនឹង healer នឹងពិតជាបានស្គាល់គ្នាហើយមែនហើយពិតជាបានសហការជាមួយគ្នាមែនដែរទេចំណែកមុនហូនឹងគេក៏បានឆ្លើយថាហ្នឹងហើយពួកគេនឹងគឺបានស្គាល់គ្នាហើយក៏បានសហការជាមួយគ្នាដែរបន្ទាប់មកទៀតនឹងយ៉ងស៊ីននឹងគេក៏ឆ្ងល់ទៀតដែរគេឆ្ងល់ថាមុនស៊ីកនឹងគឺជាប្រធានក្រុមហ៊ុនប៉ុណ្ណាណីប៉ុន្តែបែរជាទៅផ្ទះរបស់គាត់នឹងដើម្បីជូនគាត់មកកន្លែងហ្នឹងដើម្បីប្រាប់រឿងទាំងអស់ហ្នឹងដល់គាត់អញ្ចឹងតើវាមានហេតុផលអ្វីដែលគាត់ធ្វើរឿងបែបហ្នឹងចំពោះគាត់អីអញ្ចឹងទៅណារួចហើយហ្នឹងគាត់ក៏ឆ្ងល់ទៀតថាមុនហូនហ្នឹងក៏ដោយមុនហូនហ្នឹងក៏ជាប្រធានរបស់គាត់ដែរហើយចុះហេតុអីបានជាមកជូនគាត់ត្រឡប់ទៅផ្ទះវិញស្រួលស្រួលអញ្ចឹងហើយព្រាមហ្នឹងមុនហូនហ្នឹងគេក៏បានប្រាប់ថាការពិតទៅអ្នកម៉ាក់របស់យ៉ងស៊ីនហ្នឹងគឺនៅមានជីវិតរស់នៅឡើយទេហើយអ្នកម៉ាក់របស់គេហ្នឹងគឺមានឈ្មោះថាម៉យ៉ងហ៊ីដែលគាត់នឹងរៀបថាបំរុងទៅជួបជាមួយនឹងឯងហើយម៉យ៉ងហ៊ីហ្នឹងគឺគាត់មានកូនស្រីម្នាក់ដែលមានឈ្មោះថាអូជីអានហើយអូជីអានហ្នឹងគឺជាយ៉ងស៊ីនហ្នឹងអញ្ចឹងហើយនៅពេលដែលយ៉ងស៊ីនបានដឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយគេស្ទើរមិនជឿថានឹងមានរឿងហ្នឹងកើតឡើងចំពោះគេបែបហ្នឹងសោះសាច់រឿងមួយហ្នឹងគេក៏បានកាត់ចូលមកដល់ healer របស់យើងនៅនៅវិញម្ដងឥឡូវហ្នឹងគាត់ក៏បានដើររកមនុស្សម្នាក់ដែលមានឈ្មោះថាផាកដងឈុលហើយគាត់ហ្នឹងក៏បានចូលទៅសួរគេទៅថាតើមានស្គាល់ផាកដងឈុលនឹងអត់ចំណែកគេហ្នឹងមិនបានប្រាប់ទេហើយគេហ្នឹងក៏បានប្រាប់ថាឲ្យគាត់ហ្នឹងចាំនៅនឹងសិនទៅមិនបានប្រមាណផងហ្នឹងស្រាប់តែមានគ្នារបស់គេហ្នឹងមកយ៉ាងច្រើនតែម្ដងហើយគេហ្នឹងក៏បានសួរថាតើ healer ហ្នឹងគឺចង់រកផាកដងឈុលហ្នឹងមែនកំឡុងពេលហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានខលមករក healer របស់យើងហ្នឹងហើយគេក៏បានប្រាប់រឿងរ៉ាវដែលគេបានជជែកគ្នាជាមួយនឹងមុនស៊ីកអីអញ្ចឹងទៅណាចំណែក healer នៅនេះវិញគឺគាត់បានជជែកគ្នាជាមួយនឹងយ៉ងស៊ីនបដាក៏វាយជាមួយនឹងពួកគេបដាអីចឹងទៅរីឯយ៉ងស៊ីននៅនេះគាត់ក៏បានសួរថាសំឡេងអីហ្នឹងចំណែក healer គាត់បានប្រាប់ថាសំឡេងគាត់បោះសម្រាមគាត់សម្អាតបន្ទប់របស់គាត់គឺគាត់មិនបានប្រាប់ថាគាត់កំពុងតែវាយជាមួយគេនោះទេហើយកំឡុងពេលហ្នឹងស្រាប់តែគេហ្នឹងបានវាយគាត់នឹងមួយដៃតែម្ដងហើយគាត់ហ្នឹងក៏បានសំដាក់ទូរស័ព្ទរបស់យ៉ងស៊ីនសិនចាំពេលក្រោយចាំគាត់ហ្នឹងតាក់ទងទៅម្ដងទៀតតបមកគាត់ក៏បានវាយទៅលើម្នាក់ប្រុសនឹងមួយដៃត្រឡប់ទៅវិញនឹងតែម្ដងរួចហើយហ្នឹង healer ហ្នឹងក៏បានសួរម្នាក់ស្រីហ្នឹងថាតើម្នាក់ស្រីហ្នឹងមានស្គាល់ផាកដងឈូនឹងអត់ប៉ុន្តែពួកគេហ្នឹងមិនបានប្រាប់ healer ឲ្យបានដឹងនោះទេហើយ healer ហ្នឹងគេក៏បានដើរចេញពីក្នុងហាងហ្នឹងតែម្ដងរីឯយ៉ងស៊ីននៅនៅវិញឥឡូវហ្នឹងគេក៏បានមើលឯកសារដែលមុនហូហ្នឹងបានឲ្យគាត់ហើយឯកសារហ្នឹងគឺជាឯកសារអ្នកម៉ាក់របស់គេហើយមុនហូហ្នឹងក៏បានប្រាប់ថានៅកំឡុងឆ្នាំ1992ហ្នឹងគឺអ្នកម៉ាក់របស់យ៉ងស៊ីនហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍មួយអញ្ចឹងហើយហ្នឹងទើបធ្វើឲ្យគាត់ហ្នឹងមានជំងឺរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយចំពោះជំងឺរបស់ម៉យ៉ងហ៊ីហ្នឹងវិញនៅពេលណាដែលគាត់ហ្នឹងបានដឹងរឿងណាដែលរន្ធត់ចិត្តហ្នឹងគឺនឹងធ្វើឲ្យគាត់ហ្នឹងប្រកាច់តែម្ដងម្យ៉ាងវិញទៀតកាលណាដែលម៉យ៉ងហ៊ីហ្នឹងគាត់មានអាការៈប្រកាច់បែបហ្នឹងជាញឹកញាប់អញ្ចឹងនៅពេលនោះគាត់នឹងមានគ្រោះថ្នាក់ដល់ជីវិតហ្នឹងតែម្ដងដូច្នេះហើយទើបបានជាគាត់នឹងមិនបានណែនាំឲ្យពួកគេទាំងពីរហ្នឹងបានស្គាល់គ្នាអញ្ចឹងទៅណាហើយភ្លាមហ្នឹងយ៉ងស៊ីនហ្នឹងគាត់ក៏សួរថាហេតុអ្វីបានជាមុនហូនហ្នឹងមិននិយាយរឿងទាំងអស់ហ្នឹងប្រាប់គាត់ឲ្យបានដឹងអញ្ចឹងថាពួកគេហ្នឹងគឺជាម្ដាយកូននឹងគ្នាទោះបីជាម៉យ៉ងហ៊ីហ្នឹងមានជំងឺបែបហ្នឹងក៏ដោយប៉ុន្តែគាត់អត់មានជំងឺបែបហ្នឹងទេហើយមិនក៏មិនប្រាប់គាត់ឲ្យបានដឹងទៅអញ្ចឹងនៅពេលនោះគាត់ក៏ធ្វើពុតជាមិនដឹងមិនឮពីអ្នកម៉ាក់របស់គេហ្នឹងដែរបន្ទាប់មកហ្នឹងគេក៏បានសួរថានៅកំឡុងឆ្នាំ1992ហ្នឹងហេតុអីបានជាអ្នកម៉ាក់របស់គេហ្នឹងបោះបង់គាត់ចោលអញ្ចឹងចំណែកមុនហូនហ្នឹងគេបានប្រាប់ថាដោយសារតែអង្ការហ្នឹងគឺយ៉ងស៊ីនហ្នឹងគឺបានបាត់ខ្លួនហើយយ៉ងស៊ីនហ្នឹងគេក៏បានសួរតបទៅវិញថាចុះបើសិនជាគេបាត់ខ្លួនចុះមិនក៏អ្នកម៉ាក់របស់គេហ្នឹងមិនដើររកគេអញ្ចឹងមុនហូនហ្នឹងគាត់ក៏បានប្រាប់ថាដោយសារតែមានមនុស្សម្នាក់បានប្រាប់អ្នកម៉ាក់របស់យ៉ងស៊ីនថាគឺយ៉ងស៊ីនហ្នឹងបានស្លាប់បាត់ទៅហើយអញ្ចឹងហើយទើបបានជាអ្នកម៉ាក់របស់គាត់មិនបានតាមរកយ៉ងស៊ីនអីអញ្ចឹងទៅណាបន្ទាប់មកទៀតហ្នឹងយ៉ងស៊ីនហ្នឹងគាត់ក៏សួរថាតើ healer ហ្នឹងបានដឹងថាអ្នកម៉ាក់របស់គាត់ហ្នឹងនៅរស់មានជីវិតអត់ចំណែកមុនហូនហ្នឹងគេក៏បានប្រាប់ថា healer ហ្នឹងដឹងដោយសារតែគាត់ហ្នឹងបានប្រាប់គាត់ហើយគាត់ក៏បានប្រាប់ថាមិនឲ្យ healer ហ្នឹងប្រាប់ទៅកាន់យ៉ងស៊ីនឲ្យបានដឹងរឿងហ្នឹងដែរចាំមានពេលវេលាណាដែលល្អអញ្ចឹងនៅពេលនោះទើបគេហ្នឹងអាចប្រាប់យ៉ងស៊ីនហ្នឹងបានប៉ុន្តែស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានគិតថាសូម្បីតែ healer ក៏មិននៅខាងគេដែរចឹងហើយធ្វើឲ្យគេខឹងជាមួយនឹង healer ខ្លាំងណាស់អញ្ចឹងនៅពេលដែលយ៉ងស៊ីនហ្នឹងគាត់ចេញពីការសម័យវិញហ្នឹងគាត់ក៏បានរៀបចំឯកសារនឹងទុកវិញស្រាប់តែគាត់ហ្នឹងបានឃើញឯកសារមួយហើយឯក
សារមួយហ្នឹងគេបានសរសេរថាលោកប៉ារបស់ Healer ហ្នឹងគឺបានសម្រាប់លោកប៉ារបស់ Yongsin នៅពេលដែល Yongsin បានដឹងរឿងទាំងអស់ហ្នឹងហើយធ្វើឲ្យគេហ្នឹងតក់ស្លុតខ្លាំងមែនទែនបន្ទាប់មកស្រាប់តែ Healer ហ្នឹងគេក៏បានមកជួបជាមួយនឹង Yongsin ហើយក៏បានអោប Yongsin នេះអញ្ចឹងទៅណាប៉ុន្តែ Yongsin ហ្នឹងគឺគាត់មិនបានអោបទៅកាន់ Healer វិញទេធ្វើឲ្យ Healer ហ្នឹងគេឆ្ងល់ខ្លាំងមែនទែនហើយគេហ្នឹងក៏បានសួរថាតើ Yongsin ហ្នឹងខឹងគេដែលថាគេហ្នឹងមិនបានប្រាប់អំពីរឿងអ្នកម៉ាក់របស់គេហ្នឹងមែនចំណែក Yongsin ហ្នឹងគាត់ថាគាត់មិនបានខឹងអីនោះទេអញ្ចឹងហើយហ្នឹង Healer ហ្នឹងគាត់ក៏បានសួរបន្តទៀតថា Yongsin ហ្នឹងខឹងគាត់មែនបើសិនជាខឹងគាត់ហ្នឹងអញ្ចឹងឲ្យគាត់សុំទោសចំណែក Yongsin ហ្នឹងគេក៏បានតបទៅវិញថាគេអត់បានខឹងរឿងអីទាំងអស់អញ្ចឹងហើយហ្នឹងធ្វើឲ្យHealer ហ្នឹងគេនឹងសង្ស័យខ្លាំងមែនទែនថា Yongsin ហ្នឹងអត់បានខឹងរឿងរ៉ាវទាំងអស់នោះទេចុះហេតុអីបានជាពង្រើយកន្តើយដាក់គេទៅវិញហើយភ្លាមហ្នឹងស្រាប់តែ Yongsin ហ្នឹងគេក៏បានប្រមូលឯកសាររបស់គេនឹងទុកវិញប៉ុន្តែស្រាប់តែ Healer ហ្នឹងគេក៏បានឃើញឯកសារមួយហ្នឹងនៅពេលដែលគេយកមកមើលមកគឺគេបានដឹងថាអូការពិតទៅ Yongsin គឺបានខឹងគាត់រឿងហ្នឹងសោះហើយគាត់នឹងក៏បានប្រាប់ថារឿងមួយហ្នឹងគឺជារឿងលោកប៉ារបស់គេជាមួយនឹងលោកប៉ារបស់ Yongsin ទេគឺអត់មានពាក់ព័ន្ធអីជាមួយនឹងគាត់អញ្ចឹងហ្នឹងណាចំណែក Yongsin ហ្នឹងគេក៏បានសួរថារឿងអីគេរីឯ Healer ហ្នឹងគេក៏បានឆ្លើយថាគឺរឿងដែលលោកប៉ារបស់គេហ្នឹងបានសម្លាប់លោកប៉ារបស់ Yongsin ហ្នឹងហើយគេហ្នឹងក៏បានដឹងរឿងរ៉ាវទាំងអស់ហ្នឹងដែរគ្រាន់តែគេហ្នឹងមិនអាចប្រាប់ Yongsin បានដោយសារតែគេខ្លាចYongsin ណាពង្រើយកន្តើយដាក់គេបែបហ្នឹងអញ្ចឹងទៅបានជាគេមិនប្រាប់ហ្នឹងណាចំណែក Yongsin ហ្នឹងគេក៏បាននិយាយថារឿងទាំងអស់ហ្នឹងគឺអត់មានពាក់ព័ន្ធអីជាមួយនឹងពួកគេនោះទេរួចហើយ Healer ហ្នឹងគាត់ក៏សួរថាបើសិនជារឿងរ៉ាវទាំងអស់ហ្នឹងអត់មានពាក់ព័ន្ធជាមួយនឹងពួកគេចុះហេតុអីបានជា Yongsin ហ្នឹងមិនហ៊ានមើលមុខគេហើយមិនក៏មិនអោបគេអញ្ចឹងនិយាយរួចហើយហ្នឹងគេក៏បានដើរចូលទៅចិត្ត Yongsin ប៉ុន្តែ Yongsin ហ្នឹងគឺមិនអោយ Healer ហ្នឹងចូលមកចិត្តគេទេអ្នកទាំងអស់គ្នាហើយគេនឹងហូរទឹកភ្នែកមកឡើងច្រោកអញ្ចឹងតែម្ដងដល់ពេលអញ្ចឹងទៅ Healer ហ្នឹងគេក៏បានប្រាប់ថាលោកប៉ារបស់គេហ្នឹងគឺមិនមែនជាឃាតករនោះទេលោកប៉ារបស់គេហ្នឹងគ្រាន់តែជាជនសង្ស័យតែប៉ុណ្ណោះហេតុនេះហើយទើបបានជាគាត់ហ្នឹងខំប្រឹងស្វែងរកភស្តុតាងដើម្បីយកមកបញ្ជាក់ថាលោកប៉ារបស់គាត់ហ្នឹងគឺមិនមែនជាឃាតករឡើយនិយាយរួចហើយហ្នឹងគាត់ក៏បានប្រាប់ Yongsin ថាគាត់នឹងស្វែងរកភស្តុតាងហ្នឹងឲ្យទាល់តែឃើញហើយនៅពេលដែលគាត់ហ្នឹងឃើញភស្តុតាងហ្នឹងហើយគាត់នឹងយកមកប្រាប់ Yongsin របស់យើងហ្នឹងតែម្ដងនិយាយរួចហើយហ្នឹងគាត់ក៏បានដើរចាក់ចេញពីបន្ទប់របស់ Yongsin ស្រាប់តែ Yongsin ហ្នឹងគេក៏បានរត់ទៅស្កាត់Healer របស់យើងហ្នឹងគាត់បានប្រាប់ថាឲ្យ Healer ហ្នឹងត្រូវតែរកភស្តុតាងហ្នឹងឲ្យឃើញហើយនៅពេលឃើញភស្តុតាងហ្នឹងហើយត្រូវតែមកជួបគាត់បើសិនជារកមិនឃើញគាត់នឹងជួយរកផងដែរហើយបើទោះបីជា Healer ហ្នឹងរកឃើញឬក៏មិនឃើញក៏ Healer ហ្នឹងត្រូវតែមកជួបគាត់ហ្នឹងដូចដើមដោយសារតែគាត់គិតថា Healer គឺជាមនុស្សល្អ Healer គឺមិនមែនជាមនុស្សអាក្រក់នោះទេនិយាយហើយហ្នឹងពួកគេនឹងក៏បានថើបគ្នានៅនឹងមុខលោកប៉ារបស់គេនឹងតែម្ដងហើយយើងក៏លេចមើលមកយ៉ងហ៊ីនៅនេះវិញម្ដងឥឡូវហ្នឹងគេក៏បានខលមកសួរមុនហូថាហេតុអីបានជាយ៉ងស៊ីហ្នឹងមិនទៅសម្ភាសគាត់បែបហ្នឹងអញ្ចឹងក្រែងណាត់គ្នាថាសម្ភាសគាត់ឯតើអីចុះមិនក៏សុកហ្នឹងបែរជាយ៉ងស៊ីនខណ្ឌសេក្នុងការសម្ភាសគាត់ចោលអញ្ចឹងហើយភ្លាមហ្នឹងមុនហូហ្នឹងគេក៏បានប្រាប់ថាដោយសារតែការសម្ភាសហ្នឹងអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ម្យ៉ងហ៊ីហ្នឹងទើបបានជាគាត់ហ្នឹងឲ្យយ៉ងស៊ីនឈប់ទៅសម្ភាសម្យ៉ងហ៊ីហ្នឹងតែម្ដងហ្មងទៅបន្ទាប់មកម្យ៉ងហ៊ីហ្នឹងគេក៏បានប្រាប់ថាលើកក្រោយហ្នឹងគឺគាត់ឈប់ទទួលថាឲ្យនរណាម្នាក់មកសម្ភាសគាត់ទៀតហើយគឺខាតពេលវេលារបស់គាត់ខ្លាំងណាស់ចំណែកមុនហូហ្នឹងគេក៏បានប្រាប់ថាដោយសារតែយ៉ងស៊ីនហ្នឹងគាត់មានការពិបាកផ្ទាល់ខ្លួនរបស់គេដែរបើសិនជាគាត់ហ្នឹងឲ្យយ៉ងស៊ីនទៅសម្ភាសម្យ៉ងហ៊ីហ្នឹងអញ្ចឹងនៅពេលនោះវាប្រៀបដូចជាគាត់ហ្នឹងបានធ្វើបាបទៅលើយ៉ងស៊ីនអញ្ចឹងហើយគេក៏បានកាត់ចូលមកដល់លោកផាក់ដងឈុលនៅនេះវិញម្ដងនេះហើយលោកផាក់ដងឈុលហ្នឹងហើយដែល healer របស់យើងហ្នឹងគាត់កំពុងតែស្វែងរកអញ្ចឹងកំឡុងពេលហ្នឹងស្រាប់តែមានមនុស្សម្នាក់គេក៏បានលួចដាក់ GPS ហ្នឹងនៅក្នុងកប៉ៅលោកផាក់ដងឈុលហ្នឹងផងដែរនៅពេលដែល healer របស់យើងហ្នឹងគាត់បានឃើញលោកផាក់ដងឈុលហ្នឹងហើយគាត់ក៏បានយកលោកផាក់ដងឈុលហ្នឹងចូលទៅក្នុងព្រះវិហារមួយរីឯពួកគេនៅនេះវិញឥឡូវហ្នឹងគេក៏បានដឹងថាឥឡូវហ្នឹង healer គឺនៅណានៅណីផងដែរដោយសារតែគេហ្នឹងបានដាក់ GPS នៅក្នុងកប៉ៅខោរបស់លោកផាក់ដងឈុលហ្នឹងហើយ healer ហ្នឹងគេចង់រកលោកផាក់ដងឈុលហ្នឹងគឺគាត់តែចង់ដឹងថាតើឯកសារដែលបញ្ជាក់ពីលោកប៉ារបស់គេហ្នឹងនៅណាគេគាត់តែចង់ដឹងថាឯកសារហ្នឹងនៅណាតែប៉ុណ្ណោះចំណែកលោកផាក់ដងឈុលហ្នឹងគាត់បានប្រាប់ថាទោះបីជា healer ហ្នឹងតាមរកឯកសារហ្នឹងឃើញក៏ដោយក៏ healer ហ្នឹងមិនទទួលបានព័ត៌មានពិតនោះដែរដោយសារតែ
ឯកសារហ្នឹងគឺគាត់នឹងបានបន្លំឯកសារហ្នឹងបាត់ទៅហើយថែមទាំងឲ្យលោកប៉ារបស់ Healer ហ្នឹងដិតមេដៃទទួលខុសត្រូវទៅលើឯកសារហ្នឹងទៀតបន្ទាប់មកលោកពូម្នាក់ហ្នឹងគេក៏បានប្រាប់ថាឲ្យសារតែលោកប៉ារបស់ Healer ហ្នឹងហើយទើបបានជាគេនឹងបណ្ដេញគាត់ចេញពីកន្លែងការងាររបស់គាត់រីឯ Healer ហ្នឹងគេក៏បានប្រាប់ថាលោកពូម្នាក់ហ្នឹងមិនគួរណាធ្វើការជាមួយនឹង Moonsik នោះទេដោយសារតែ Moonsik គឺជាមនុស្សកាចសាហាវខូខើខ្លាំងមានដឹងអត់ថា Moonsik ហ្នឹងគឺគេបានស្លាប់មនុស្សអស់ជាច្រើនអ្នកហើយចុះហេតុអីបានជាធ្វើការជាមួយគេអញ្ចឹងទៅណាបន្ទាប់មកហ្នឹង Healer ហ្នឹងគេក៏បានប្រាប់ថាឲ្យលោកពូម្នាក់ហ្នឹងបកគោឯកសារណាដែលការពិតយកមកឲ្យគាត់មកគឺមានតែវិធីហ្នឹងទេទើបអាចធ្វើឲ្យលោកពូហ្នឹងអាចមានជីវិតរស់នៅបានបើសិនជាគាត់ហ្នឹងមិនឲ្យផុសតាមមកគាត់នោះទេអញ្ចឹងនៅពេលនោះ Moonsik ហ្នឹងគេនឹងសម្រាប់លោកពូហ្នឹងហើយសាច់រឿងមួយហ្នឹងគេក៏បានកាត់ចូលម្ដង Moon Ho នៅនេះវិញម្ដងនេះឥឡូវហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានទិញទឹកតែឬក៏ទិញកាហ្វេហ្នឹងយកមកឲ្យ Moon Ho ចំណែក Moon Ho ហ្នឹងគេក៏បាននិយាយថាគេនឹងស្មានតែយ៉ងស៊ីនខឹងជាមួយគេឯងតើហើយគេនឹងមិននឹកស្មានថាយ៉ងស៊ីនហ្នឹងមកជួបគេបែបហ្នឹងអញ្ចឹងសោះចំណែកឯយ៉ងស៊ីនហ្នឹងគេប្រាប់ថាការពិតទៅគេគឺជាមនុស្សម្នាក់ដែលមិនចេះខឹងបាត់យូរអីហ្មងទេខឹងតែមួយផ្លែហ្នឹងគឺបាត់ហើយគេមកហ្នឹងគឺគេគ្រាន់តែចង់សួរសំណួរមួយចំនួនទៅកាន់Moon Ho ហ្នឹងតែប៉ុណ្ណោះហើយគេហ្នឹងក៏បានសួរថាតើពួកគេនៅពីក្មេងៗហ្នឹងមានបានស្គាល់គ្នាអត់ចំណែក Moon Ho ហ្នឹងគេប្រាប់ថាការពិតទៅពួកគេទាំងពីរហ្នឹងគឺស្គាល់គ្នាហើយថែមទាំងសិទ្ធស្នាជាមួយគ្នាថែមទៀតបន្ទាប់មកយ៉ងស៊ីនហ្នឹងគេសួរថាតើគាត់ជាមួយនឹង Healer ហ្នឹងនៅពីតូចស្គាល់គ្នាអត់ចំណែក Moon Ho ហ្នឹងគេប្រាប់ថាស្គាល់គ្នាមិនត្រឹមតែប៉ុណ្ណឹងទេពួកគេទាំងពីរហ្នឹងគឺចូលចិត្តប្រឡែងលេងជាមួយគ្នាទៀតឲ្យយ៉ងស៊ីនគេឡើងអស់សំណើចនៅតែម្ដងហើយយើងក៏លើមើល Moonsik នៅនេះវិញម្ដងនេះឥឡូវហ្នឹងគេក៏បានជជែកគ្នាជាមួយនឹងអ្នកស៊ើបអង្កេតរបស់គេហើយអ្នកស៊ើបអង្កេតរបស់គេហ្នឹងបានប្រាប់ថាឥឡូវហ្នឹងគេដឹងទីតាំងដែល Healer ហ្នឹងកំពុងតែនៅជាមួយនឹងលោកផាក់ដុងឈោហ្នឹងហើយគេក៏សួរថាឲ្យពួកគេហ្នឹងធ្វើយ៉ាងម៉េចទៅលើពួកគេទាំងពីរនាក់ហ្នឹងស្រាប់តែ Moonsik ហ្នឹងគេក៏បានប្រាប់ថាឲ្យពួកគេហ្នឹងសម្រាប់ពួកគេទាំងពីរនាក់ហ្នឹងទៅហើយចំពោះសម្លេងដែល Moonsik បាននិយាយជាមួយគ្នាគេហ្នឹងគឺម្យ៉ាងហ៊ីគេក៏បានស្ដាប់ឮផងដែរដោយសារតែគាត់ហ្នឹងបានដាក់ខ្សែសូត្រសម្លេងនៅឯក្រោយរូបថតរបស់គេនេះអញ្ចឹងនៅពេលដែលគាត់ហ្នឹងបានដឹងរឿងរ៉ាវទាំងអស់ទាំងហើយហ្នឹងគេក៏បានខលទៅប្រាប់ Moon Ho ប្រាប់ថាឥឡូវហ្នឹង Healer ហ្នឹងគឺកំពុងតែមានគ្រោះថ្នាក់ហើយឲ្យMoon Ho ហ្នឹងប្រញាប់ទៅជួយ Healer អញ្ចឹងទៅណាប៉ុន្តែគេក៏មិនដឹងថា Healer ហ្នឹងគឺកំពុងតែនៅកន្លែងណាដែររីឯយ៉ងស៊ីននៅនេះវិញគេក៏បានខលទៅប្រាប់ Healer ប្រាប់ថាឥឡូវហ្នឹង Healer គឺកំពុងតែមានគ្រោះថ្នាក់អីឲ្យ Healer ហ្នឹងប្រញាប់ចាក់ចេញពីកន្លែងដែល Healer កំពុងតែនៅនឹងភ្លាមទៅបន្ទាប់មកសាប់តែ Hacker ហ្នឹងគេក៏បានតាក់ទងទៅកាន់ Moon Ho ប្រាប់ថាឥឡូវហ្នឹង Healer គឺទៅកន្លែងនេះកន្លែងនោះអីចឹងទៅឲ្យពួកគេទាំងពីរហ្នឹងប្រញាប់ទៅជួយ Healer ឲ្យលឿនហើយគេហ្នឹងក៏បានតាក់ទងទៅកាន់ប៉ូលីសដើម្បីឲ្យប៉ូលីសហ្នឹងទៅជាមួយនឹងពួកគេផងដែរអញ្ចឹងហើយធ្វើឲ្យ Healer ហ្នឹងបានដឹងថាការពិតទៅលោកពូម្នាក់ហ្នឹងគឺបានដាក់ GPS នៅក្នុងទូរស័ព្ទរបស់គាត់ហើយគាត់ក៏បានបិទទូរស័ព្ទចោលអញ្ចឹងទៅណារួចហើយហ្នឹងគេក៏បានសួររកផុសតាងអំពីឯកសាររបស់លោកប៉ារបស់គេហ្នឹងហើយគេសួរថាតើលោកប៉ារបស់គេហ្នឹងពិតជាបានសម្លាប់មនុស្សមែនក៏អត់ចំណែកលោកពូហ្នឹងគេប្រាប់ទៅវិញថាការពិតទៅគឺគេបានដឹងរឿងរ៉ាវលោកប៉ារបស់ Healer ទាំងអស់គ្រាន់តែថាពេលហ្នឹងគេមិនអាចប្រាប់ Healer ឲ្យបានដឹងនោះទេចាំពេលក្រោយទៅគេនឹងប្រាប់ហើយកំពុងតែជជែកគ្នាសក់ហ្នឹងស្រាប់តែមានក្រុមពួកគេហ្នឹងក៏បានចូលមកដល់តែម្ដងចំណែក Healer ហ្នឹងគេក៏បានវាយបតែបតបជាមួយនឹងក្រុមអន្តពានហ្នឹងទៅប៉ុន្តែក្រុមអន្តពានហ្នឹងគេវាយមិនឈ្នះ Healer នោះទេហើយ Healer ហ្នឹងគេក៏បានជួនលោកពូម្នាក់ហ្នឹងចេញពីព្រះវិហារមួយហ្នឹងហើយពេលពួកគេនៅតាមផ្លូវហ្នឹងស្រាប់តែពួកក្រុមអន្តពានមួយហ្នឹងគេក៏បានដេញតាមវាយទៅលើ Healer របស់យើងហ្នឹងផងដែរចំណែក Healer ហ្នឹងគេក៏បានវាយបតែបតបគ្នាជាមួយនឹងក្រុមអន្តពានហ្នឹងទៅស្របពេលហ្នឹងផងដែរហ្នឹងស្រាប់តែមានមនុស្សម្នាក់គេក៏បានមកវាយសម្លាប់ទៅលើលោកពូផាក់ដុងឈោហ្នឹងតែម្ដងដើម្បីបំបិតមាត់លោកពូម្នាក់ហ្នឹងកុំឲ្យលោកពូម្នាក់ហ្នឹងគាត់និយាយរឿងរ៉ាវប្រាប់ឲ្យ Healer របស់យើងហ្នឹងបានដឹងចំណែក Healer ហ្នឹងគេក៏បានទៅដាស់លោកពូម្នាក់ហ្នឹងថាឲ្យលោកពូម្នាក់ហ្នឹងភ្ញាក់ឡើងគឺលោកពូម្នាក់ហ្នឹងមិនទាន់បានប្រាប់រឿងរ៉ាវលោកប៉ារបស់គាត់ហ្នឹងឲ្យគាត់បានដឹងនោះទេកំឡុងពេលហ្នឹងផងដែរហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានមកដល់ហើយក៏បានឃើញ Healer អញ្ចឹងតែម្ដងទៅហើយពេលហ្នឹងគឺគេឡើងភៀងតែម្ដងអត់មានពាក្យអ្វីត្រូវនិយាយនោះទេស្រាប់តែប៉ូលីសហ្នឹងគេក៏បានមកដល់អញ្ចឹងហើយ Healer ហ្នឹងក៏បានចាក់ចេញពីកន្លែងហ្នឹងតែម្ដងដើម្បីកុំឲ្យគេគិតថាគាត់ហ្នឹងគឺជាឃាតករហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវសាច់រឿងមួយហ្នឹងគឺ slate តែម្ដងឯណាជាចុងក្រោយហ្នឹងឲ្យមានសំណូមពរអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe like និងរូបកណ្ដឹងដល់ channel ថ្មីរបស់ admin ម្នាក់មួយផងអរគុណបាយបាយ